កម្ពុជានិង Commonwealth Dominic ឯកភាពពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើននៅវេលាព្រឹកថ្ងៃទី9 ខែតុលាឆ្នាំ2025នៅវិមានសន្តិភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃ Commonwealth Dominic និងគណៈប្រតិភូជាន់ខ្ពស់ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាជាកិច្ចចាប់ផ្ដើមសម្ដេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅឯកឧត្តមនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាសម្ដេចបវរធិបតីបានចាត់ទុកដំណើរទស្សនកិច្ចការងារនេះថាជាកលានុវត្តភាពដ៏សំខាន់ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្ដេចបវរធិបតីបានបន្ថែមថាឆ្នាំនេះគឺជាខួបលើកទី15នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលប្រជាជនកម្ពុជានិងសម្ដេចបវរធិបតីដែលបានផ្ដល់ការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅនិងស្និទ្ធស្នាលឯកឧត្តមនាយករដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាព្រមទាំងបានបង្ហាញជំនឿជាក់ថាក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃនិងចក្ខុវិស័យរបស់សម្ដេចបវរធិបតីប្រទេសកម្ពុជានឹងកាន់តែមានការអភិវឌ្ឍរីកចម្រើននិងវិបុលភាពបន្ថែមទៀតជាមួយគ្នានេះឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីដ៏ល្អនិងមានជំនឿជាក់ថាកិច្ចសហប្រតិបត្តិការនឹងកាន់តែរីកចម្រើននិងស៊ីជម្រៅថែមទៀតប្រមុខរដ្ឋាភិបាលទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនាថ្ងៃនេះដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសក្តានុពលដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពនិងលើកទឹកចិត្តក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យកាន់តែរឹងមាំថែមទៀតជាពិសេសតាមរយៈយន្តការពិគ្រោះយោបល់នេះប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់រួមមានជាអាចនយោបាយការទូតសេដ្ឋកិច្ចពាណិជ្ជកម្មកសិកម្មទេសចរណ៍និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនឆ្លៀតក្នុងឱកាសនេះសម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីអំពីស្ថានភាពព្រំដែនកម្ពុជាថៃនិងបានគូបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធីផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីអនុសញ្ញានិងសន្ធិសញ្ញាដែលមានស្រាប់និងច្បាប់អន្តរជាតិឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាឯកឧត្តមបានយល់ច្បាស់ពីបញ្ហានេះនិងគាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធីបន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្ដូរអនុសារណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរដែលយន្តការនេះនឹងប្រព្រឹត្តទៅរៀងរាល់2ឆ្នាំម្ដងនិងផ្ដោតលើប្រធានបទ1នយោបាយការទូតកុងស៊ុលនិងសន្តិសុខ2សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគនិង3វប្បធម៌បរិស្ថានការអប់រំបណ្ដុះបណ្ដាលការស្រាវជ្រាវនិងអភិវឌ្ឍ